ថ្ងៃនេះនាងខ្ញុំមានឡាបសាច់មាន់សម្រាប់ចែកជូនបងប្អូនទាំងអស់គ្នាទេសនាចំពោះគ្រឿងផ្សំរបស់យើងថ្ងៃនេះដែរមានដូចជាខ្ទឹមសខ្ទឹមក្រហមម្ទេសស្រស់ម្ទេសក្រៀមជីណាជីអង្កាមនិងអង្ករលីងហើយនិងសាច់ទ្រង់មាន់របស់យើងណាបងប្អូនហើយនិងក្រូចឆ្មាមួយទៀតបងប្អូនហើយជាដំបូងនេះដែរនាងខ្ញុំយកសាច់ទ្រង់មាន់របស់យើងហ្នឹងយកវាមកហាន់ជាចំណិតទូចៗហើយដើម្បីដាក់ក្នុងម៉ាស៊ីនសម្រាប់កិនអញ្ចឹងណានេះខ្ញុំអត់ច្រាមទេបងប្អូននេះខ្ញុំកិនវាលឿនជាងហើយងាយស្រួលជាងទៀតចឹងណាបងប្អូនទាំងគ្នាហើយសម្រាប់ការកិនហ្នឹងដែរនាងខ្ញុំអត់កិនវាយូរពេកទេបងប្អូនព្រោះនាងខ្ញុំអត់ចង់ឲ្យវាម៉ត់ខ្លាំងចឹងណានាងខ្ញុំកិនវាតាមមួយផ្លេតហើយបងប្អូនតែកាលណាកិនយូរពេកវាម៉ត់ខ្លាំងពេកទៅវាធ្វើឲ្យសាច់របស់យើងហ្នឹងវាចូលលក្ខណៈដូចរៀងដូចប្រហិតចឹងណាបងប្អូនដូចយើងវាយប្រហិតស្អិតចឹងណាចឹងវាឆ្ងាញ់ហីហើយបន្តមកទៀតនាងខ្ញុំចាប់ដើមដាក់ខ្ទះចាក់ទឹកចូលហើយនេះខ្ញុំចាប់ដើមចាក់សាច់កិនយើងចូលចឹងណាបងប្អូនយើងដាក់ទឹកហ្នឹងដោយសារតែយើងចង់ងាស់វារៀងឆ្អិនសព្វល្អចឹងណាហើយបន្តមកនេះខ្ញុំទុកវាចោលយើងលីងទៅលីងមករហូតដល់ខាសទឹកអស់ចឹងណាបងប្អូនហើយក្នុងពេលដែលយើងកំពុងយកវាមករំលីងហ្នឹងនាងខ្ញុំលួចម្សៅស៊ុបខ្នុរក្នុងនឹងបន្តិចចឹងណាបងប្អូនហើយនឹងអំបិលបន្តិចដើម្បីឲ្យវាចាប់ជាតិឆ្ងាញ់នៅក្នុងនឹងចឹងណាកុំឲ្យវាសាបយើងដាក់ចឹងទៅដើម្បីវារៀងឆ្ងាញ់ដិតជាប់នៅក្នុងសាច់នឹងចឹងណាហើយតើមកយើងលីងវារហូតតវាខាសទឹកល្អអាហ្នឹងវាឆ្អិនហើយបងប្អូនមើលថាស្ងួតទឹកស្ងួតអីហ្នឹងឆ្អិនល្អហើយមើលឃើញថាវាស្ងួតល្អហើយយើងបិទភ្លើងទៅតែប៉ុណ្ណឹងវាឆ្អិនហើយបងប្អូនហើយបន្ទាប់មកយើងចាប់ផ្ដើមមករៀបចំបន្លែរបស់យើងចឹងណាហើយបន្លែរបស់យើងនេះខ្ញុំមានជីរណាខ្ញុំហាន់វាជីកង់ប្រវែងមួយថ្នាំងដៃចឹងណាបងប្អូនហើយបន្តមកទៀតនាងខ្ញុំចាប់ផ្ដើមហាន់ក្រូចឆ្មាដើម្បីយកវាមកធ្វើទឹកត្រីសម្រាប់លាយសាច់របស់យើងចឹងណាបងប្អូនឥឡូវនេះនាងខ្ញុំចាប់ផ្ដើមមកលាយទឹកត្រីសម្រាប់លាយធ្វើឡាបរបស់យើងចឹងណាបងប្អូននាងខ្ញុំចាក់ខ្ទឹមសខ្ទឹមក្រហមម្ទេសក្រៀមនិងម្ទេសស្រស់ចូលគ្នាហើយបន្ទាប់មកនាងខ្ញុំចាប់ផ្ដើមចាក់ទឹកត្រីប៊ីចេងម្សៅស៊ុបខ្នុរនិងស្ករត្នោតហើយនឹងក្រូចឆ្មាមួយទៀតចឹងណាបងប្អូនតបមកយើងចាប់ផ្ដើមកូរច្បល់វាឲ្យសព្វល្អមើលឲ្យស្ករនិងគ្រឿងទេសរបស់យើងចូលគ្នាសព្វល្អហើយយើងចាប់ផ្ដើមចាក់សាច់មាន់ដែលយើងបានលីងមិញចឹងណាបងប្អូនយើងចាក់វាចូលគ្នាច្បល់ជាមួយនឹងទឹកត្រីរបស់យើងដែលបានលាយហើយហ្នឹងយើងយកវាមកចាក់ចូលគ្នាដើម្បីច្បល់វាចូលជាតិសព្វល្អហើយបន្ទាប់មកយើងបន្ថែមនៅអង្ករលីងណាបងប្អូនព្រោះឡាបបើសិនជាអត់មានអង្ករលីងគឺអត់ឆ្ងាញ់ទេបងប្អូនហើយក៏មិនមែនជាឡាបដែរបងប្អូនខ្វះអង្ករលីងខ្វះអត់បានទេបងប្អូនបន្ទាប់មកយើងចាប់ផ្ដើមថែមជីរបស់យើងដែលយើងបានហាន់ទុកមិញអញ្ចឹងណាបងប្អូនតែប៉ុណ្ណាឡាបរបស់យើងហើយជាការស្រេចបងប្អូនអត់មានអីច្រើនទេអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូនេះជួបគ្នានៅវីដេអូក្រោយអរគុណជម្រាបលាបាយបាយ